ខ្ញុំបកណាជាគ្រូបុរាណចាស់ចាស់ដែលចេះពីចំនួនមុនគេហៅថាចំនួនទសវត្សរ៍ឆ្នាំ80ឆ្នាំ80ហ្នឹងកាលនោះលោកតាបួសជាសង្ឃបួសជាសង្ឃហើយក៏បានរៀនចេះមុនគាថាពីតំណតតាមឪពុកនិងតាមจิตតារបស់ខ្លួនឯងจิตតារបស់ខ្លួនឯងនេះក៏បានបួសជាមួយនឹងលោកតានេះផងដែរនៅក្នុងទសវត្សរ៍ឆ្នាំ80នោះអញ្ចឹងលោកតាចេះពីតំណតតាមគ្រូមកគេហៅថាតាមឪពុកនិងតាមจิตតានឹងហើយខាងផ្នែកទុទាយផងខាងប្រមូលប្តីប្រពន្ធយើងដែលយើងបាក់បែកទាស់តែងលែងគ្នាហើយដែលយើងចង់ប្រមូលឲ្យជួបជុំគ្នាវិញបានលោកតាប្រមូលឲ្យបានឬที่យើងមានសង្សារមិនទាន់បានរៀបការក៏ដោយក៏ប្រមូលបានដែរហ្នឹងហើយអានឹងគេហៅថាប្រមូលបាទធ្វើប្រមូលឲ្យជួបជុំគ្នាវិញដែលយើងបែកបាក់គ្នាទាស់តែងលែងគ្នានឹងលោកតាបយលពីហេតុផលនេះចឹងអ្នកទាំងឡាយកូនក្មួយស្រីប្រុសចៅស្រីចៅប្រុសទាំងអស់ដែលបានបែកបាក់គ្នាអីហ្នឹងចង់ឲ្យជួបជុំឬជាកូនចៅបែកបាក់ហ្នឹងចង់ឲ្យជួបជុំមករកលោកតាបាទលោកតានៅភូមិបាក់ខែងនេះផ្លូវជាតិលេខ6ចំណុចស្ពានទី4លេខទូរស័ព្ទរបស់លោកតាមានពីខ្សែនេះឯង086 492 475 097 43 92 757នេះលោកតាថតឲ្យឃើញហើយក្នុងថ្ងៃនេះផងដែរលោកតាបានថតបង្ហាញនៅអ្វីដែលលោកតាបានចេះកុំឲ្យថាលោកតាចេះទៅលាក់ពីមុនលោកតាបានលាក់មែនក្នុងរយៈពេល30-40ឆ្នាំនេះលោកតាលាក់មិនឲ្យដឹងទេថាលោកតាចេះចឹងគ្រូបុរាណពីមុនចេះច្រើនតែលាក់មិនឲ្យដឹងទេណាហ្នឹងហើយឥឡូវហ្នឹងបង្ហាញឲ្យចៅស្រីចៅប្រុសមួយស្រីមួយប្រុសទាំងអស់បានឃើញនេះជាគ្រឿងសក្ការៈរបស់លោកតាដែលមានការរៀបហ្នឹងហើយរៀបថ្វាយទៅដល់គ្រូដែលក្រងលោកតាដែលលោកតារៀនចេះមកហ្នឹងគេហៅមានគ្រូក្រងបាទគ្រូតូចគ្រូធំទាំងអស់សម្ដេចព្រះគ្រូទាំងអស់នៅក្រងនៅថែរក្សាលោកតាហ្នឹងហើយឥឡូវគេហៅថារៀបគ្រឿងសក្ការៈនៅក្នុងថ្ងៃសិលក្នុងមួយសិលរៀបម្ដងអញ្ចឹងទៅហើយក្នុងថ្ងៃហ្នឹងលោកតាបង្ហាញនៅគេហៅថាធ្វើប្រម៉ែប្រមូលប្តីប្រពន្ធហ្នឹងគឺមានឈ្មោះបាទមានឈ្មោះប្តីមានឈ្មោះប្រពន្ធហើយមានរូបស្នងខ្លួនទេរូបស្នងខ្លួនតំណាងឲ្យឈ្មោះនីមួយហើយនឹងមានខ្សែចង្កេះមានក្រមួនផងដែរហ្នឹងហើយក្រមួននិងរូបនេះគឺគេខាបនៅម៉ោង2ភ្លឺគេថា2អាត្រៀតនោះយប់ស្ងាត់ហ្នឹងហើយអញ្ចឹងគេធ្វើអ្វីតើស្ងាត់បានគេធ្វើហ្នឹងហើយរូបនេះសម្រាប់ខាបអន្តងចាក់បាទចាក់ទៅលើរូបនេះដើម្បីខាបពលឹងពលឹងមនុស្សនោះឧទាហរណ៍ថាប្តីមករឲ្យលោកតាប្រមូលប្រពន្ធឲ្យជួបអញ្ចឹងលោកតាត្រូវខាបមនុស្សស្រីនោះឲ្យរត់មករប្តីវិញជួបជុំគ្នាវិញបើសិនជាប្តីចេញពីផ្ទះចេញពីប្រពន្ធនឹងមករលោកតាខាបប្តីនោះឈ្មោះអីចឹងមកអញ្ចឹងគឺខាបបញ្ចូលក្នុងកមួននេះទាំងអស់ហ្នឹងហើយដើម្បីឲ្យយើងយកទៅលាបខ្លួនឯងមិនមែនលាបគេទេណាអ្នកមករត្រូវលាបខ្លួនឯងលាបខ្លួនយើងទេបើឧទាហរណ៍ថាប្តីប្រមូលប្រពន្ធប្តីនោះអ្នកលាបខ្លួនឯងប្រពន្ធនឹងទៅដល់ណាក៏អត់អីដែរត្រូវតែមកវិញបើប្រពន្ធនឹងប្រមូលប្តីប្រពន្ធនោះមករកលោកតាប្រពន្ធនឹងលាបខ្លួនឯងហើយប្តីទៅដល់ណាក៏ត្រឡប់មករកប្រពន្ធនឹងវិញដែរ
hay lục ta prap mùi tiệt đá bờ sân chỉ đây miền sấy xanh lục ta bầm bay oi cái hải tháp bằng tầm này bầm bay oi là ngày bầm bay oi bờ sấy miền xã hai miền song xa nam xanh tiết anh nâng lục ta bầm bay oi đài đầm bay oi chụp chung cái nhiều vĩnh chỉ riêng là hồ tư là ngày hay lục ta mìnhประกอบchia tầm nộp thế chia cầm nol nè ประกอบ chia cầm nol là ngàyហើយសុំនៅតំណពេលនេះដែលលោកតារៀបរាប់ប្រាប់នេះគឺគ្រូបុរាណមានតិចណាស់មិនសូវមានច្រើនទេងាប់អស់នៅជំនាន់7ពតនេះហើយអញ្ចឹងមាននៅសល់តិចតួចហ្នឹងហើយសល់តិចតួចហ្នឹងហើយជាគ្រូបុរាណពិតប្រាកដណាស់ហើយក៏សុំសំណាក់ពីគ្រូទាំងឡាយដែលចេះសំខាន់តៃអភ័យទោសលោកតាមិនអួតអាងជាខ្លួនឯងយ៉ាងណាទេសំខាន់តៃអភ័យទោសផងហ្នឹងហើយមិនជាអួតអាងថាម៉េចទេហើយចឹងហើយនេះគឺជាថតបង្ហាញណាថតបង្ហាញដើម្បីឲ្យបងប្អូនកូនក្មួយទាំងអស់បានដឹងឥឡូវនេះលោកតាខាប់រូបខាប់រូបជាគេហៅថាខាបតងហៅឈ្មោះរូបនឹងនេះគេហៅថាខាបតងរូបបាទនៅក្នុងម៉ោង2អាត្រៀតនឹងកាលណាយើងខាបឧទាហរណ៍ថាឈ្មោះស្រីយើងតងហៅមកអញ្ចឹងគឺក៏ក្រៅជើងក្រៅដៃនៅក្នុងមុងយល់សពហើយបាទយល់សពឃើញប្តីហើយបើយើងហៅប្រុសយល់សពឃើញប្រពន្ធណាយល់សពឃើញប្រពន្ធហើយនេះជាកមួនផងដែរកមួននេះគេសម្រាប់នៅខាបដែរណាខាបនៅក្នុងម៉ោង2ភ្លឺដែរនេះគ្រាន់តែថតជាលក្ខណៈបែបខ្លីៗបង្ហាញហ្នឹងហើយហាញពីមានខ្សែមានកមួនមានរូបចឹងណាហើយលោកតាថតបង្ហាញនេះសិតតែរូបគេដែលគេធ្វើរួចបានជួបជុំគ្នាហើយហ្នឹងហើយក៏លោកតាមានត្រឡប់បាទគេហៅថាត្រឡប់ស្នេហ៍នេះគឺបន្តពីឪពុកមកគាត់ចងដៃយើងរៀនពីគាត់ឲ្យយើងមកបាទហើយរូបក្លាប់កាប់ផ្ងាគេថាក្លាប់កាប់ផ្ងាប្រមូលប្តីប្រពន្ធឲ្យជួបជុំហើយត្រឡប់ស្នេហ៍មានញីឈ្មោលណាមានញីមានឈ្មោលព្រោះប្រុសយើងក៏មានមនុស្សយើងមានស្រីមានប្រុសដែរអញ្ចឹងវាមានញីមានឈ្មោលបាទមានញីមានឈ្មោលអញ្ចឹងនៅក្នុងហ្នឹងអញ្ចឹងសិតតែត្រឡប់ស្នេហ៍បាទនេះគេហៅថាមន្តគុំមន្តគុំខាបតងព្រលឹងអញ្ចឹងសូមអរគុណច្រើនកូនក្មួយស្រីប្រុសទាំងអស់ហ្នឹងហើយមករកលោកតាតាក់តងមកតាមលេខហ្នឹងមកហើយលោកតានៅភូមិបាក់ខៃហ្នឹងឯងហ្នឹងហើយតាក់តងមករកតាមកមិនខំម្ដងទេណាមួយណាសូមអរគុណ